មែនហើយពួកខ្ញុំប្រព្រឹត្តអីខុសទៅមិនបានជាមកចាប់ខ្លួនពួកខ្ញុំទៅកាន់រាជវាំងបែបនេះយ៉ាងណាក៏គួរតែប្រាប់ឲ្យខ្ញុំដឹងពីទោសកំហុសខ្លួនឯងមួយម៉ាត់ដែរសូមអធិស្ឋានលោកម្ចាស់ដ៏មានកិត្តិយសតើលោកអាចប្រាប់ពីមូលហេតុដែលព្រះអង្គឲ្យយើងចូលគាល់ពេលនេះដែរទេស្រួលពួកខ្ញុំបានត្រៀមខ្លួនចូលទៅគាល់ព្រះអង្គកុំឲ្យមានសេចក្តីខុសឆ្គងណាលោកម្ចាស់ក្នុងចំណោមបងប្អូននាងទាំង3នាក់មានតែនាងម្នាក់ទេដែលមានស្មារតីនឹងណហើយនិយាយជាមួយយើងដោយសម្ដីពីរោះទៀតការពិតទៅយើងក៏មិនដឹងច្បាស់លាស់ពីព្រះរាជបំណងរបស់ព្រះអង្គដែរតែសូមពួកនាងកុំបារម្ភព្រោះតាមយើងមើលទៅពុំមានបញ្ហាអ្វីធ្វើឲ្យប៉ះពាល់ដល់ជីវិតពួកនាងទេឥឡូវឆាប់ទៅរៀបចំខ្លួនទៅកុំឲ្យយូរកាលក្រែងព្រះអង្គមិនសប្បាយប្រតិណាចាលោកម្ចាស់ក្រោយពីបានទទួលបញ្ជាពីលោកនាយករដ្ឋមន្ត្រីរួចហើយនាងបងប្អូនទាំង3នាក់ក៏ចូលទៅរៀបចំខ្លួនឲ្យស្អាតបាតហើយចូលទៅគាល់ព្រះអង្គតាមព្រះរាជបញ្ជាសូមប្រាប់បង្គំព្រះអង្គល្អហើយអ្នកទាំង3ក្រោកឡើងមកអរគុណព្រះអង្គនាងទាំងអស់គ្នាមានដឹងទេថាយើងឲ្យគេទៅនាំខ្លួនចូលមកគាល់យើងនៅពេលនេះព្រោះអ្វីខ្ញុំម្ចាស់អត់ដឹងទេក្រាបទូលខ្ញុំម្ចាស់ក៏អត់ដឹងដូចគ្នាដែរព្រះអង្គអត់ដឹងពីព្រះរាជបំណងព្រះអង្គទេចុះនាងពៅវិញនាងដឹងអ្វីខ្លះដែរអត់សូមព្រះអង្គព្រះរាជទានទោសក្រាបទូលខ្ញុំម្ចាស់ទាំង3អ្នកបងប្អូនជាមនុស្សល្ងឹតល្ងងណាស់ហើយកំព្រាឪពុកម្ដាយតាំងពីតូចពុំដែលបានជួបនឹងស្គាល់ព្រះអង្គហើយក៏មិនបានដឹងពីព្រះរាជបំណងព្រះអង្គដែរដូច្នេះបើព្រះអង្គមានកិច្ចការអ្វីត្រូវឲ្យពួកខ្ញុំម្ចាស់បំរើនោះសូមព្រះអង្គមានព្រះរាជបន្ទូលមកចោះព្រះពរម្ចាស់ពៅនាងជាមនុស្សមានសម្ដីទន់ភ្លន់សុភាពរាបសារស័ក្តិសមនឹងរូបរាងនាងណាស់ធ្វើឲ្យយើងសប្ប្រតិមែនតើឥឡូវយើងសួរពួកនាងតើមានសេចក្តីប្រាថ្នាអ្វីនៅក្នុងចិត្តឆាប់និយាយមកកុំកុហកយើងឲ្យសោះណាសេចក្តីប្រាថ្នាអ្វីទៅឯងមានសេចក្តីប្រាថ្នាអីដែរទេហ៎ខ្ញុំគ្មានទេកុំកុហកឆាប់ឆ្លើយមកព្រោះយើងដឹងសេចក្តីប្រាថ្នាពួកនាងអស់ហើយក្រាបទូលព្រះអង្គខ្ញុំទាំង3អ្នកបងប្អូនពុំមានសេចក្តីប្រាថ្នាអ្វីទេក្រាបទូលពិតណាស់ព្រះអង្គពួកខ្ញុំមកសុទ្ធតែជាអ្នកក្រីក្របែបនេះគ្មានប្រាថ្នាអ្វីក្រៅពីរកប្រាក់ដោយសារការធ្វើអំបោះលក់យកមកទិញអង្ករនិងម្ហូបស៊ីដើម្បីចិញ្ចឹមជីវិតរាល់ថ្ងៃនឹងទេព្រះអង្គខុសហើយនេះមិនមែនជាសេចក្តីប្រាថ្នារបស់ពួកនាងកាលពីយប់មិញទេចុះពើវិញសេចក្តីប្រាថ្នានោះយ៉ាងម៉េចដែរក្រាបទូលព្រះអង្គខ្ញុំម្ចាស់ពុំដែលបានដឹងតតែសោះតើព្រះអង្គស្គាល់ខ្ញុំម្ចាស់ដោយវិធីណាទើបបានជាមានព្រះបន្ទូលឲ្យឈ្មោះខ្ញុំម្ចាស់ស្និទ្ធបែបនេះការពិតទៅខ្ញុំម្ចាស់ពិតជាមានសេចក្តីប្រាថ្នាពិតមែនដោយខ្ញុំម្ចាស់និងបងស្រីទាំងពីរជជែកគ្នាលេងកាលពីយប់មិញនេះបើអញ្ចឹងឆាប់និយាយមកតើនាងមានសេចក្តីប្រាថ្នាយ៉ាងម៉េចព្រះអង្គមុននឹងខ្ញុំម្ចាស់និយាយពីសេចក្តីប្រាថ្នានេះខ្ញុំម្ចាស់សូមព្រះរាជទានទោសផងព្រោះខ្ញុំម្ចាស់គ្រាន់តែនិយាយលេងសើចជាមួយបងស្រីខ្ញុំម្ចាស់ប៉ុណ្ណោះគឺខ្ញុំម្ចាស់មានសេចក្តីប្រាថ្នាចង់ខ្លាចជាព្រះមហេសីព្រះអង្គហើយសូមប្រាថ្នាឲ្យមានព្រះរាជបុត្រមួយអង្គមានសក់មួយចំហៀងជាពណ៌មាសមួយចំហៀងទៀតជាពណ៌ប្រាក់កាលណាវាយំសូមឲ្យទឹកភ្នែកហូរចេញមកคล้ายទៅជាគុជហើយនៅពេលដែលវាញញឹមសូមឲ្យបបោមាត់ក្រហមជាំស្អាតដូចជាផ្កាកុលាបកំពុងរីកអញ្ចឹងនេះឯងជាសេចក្តីប្រាថ្នារបស់ខ្ញុំម្ចាស់ដែលនិយាយជជែកលេងជាមួយនឹងបងស្រីខ្ញុំម្ចាស់ទាំងពីរនាក់កាលពីយប់មិញព្រះពរម្ចាស់កាពៅមិនក៏ឯងនិយាយរឿងហ្នឹងហ៎ត្រូវហើយចង់ឲ្យព្រះអង្គកាត់ក្បាលមែនទេឯងនេះនាំទុកដល់ពួកយើងហើយទេប្អូននាងមិនបាននាំទុកអ្វីដល់ពួកនាងឡើយតែល្អទៅវិញតើដែលប្អូនស្រីនាងនៅចាំសេចក្តីប្រាថ្នាដែលបាននិយាយកាលពីយប់មិញនោះត្រង់នេះឯងដែលបង្ហាញពីសេចក្តីក្លាហានរបស់នាងនិងការចងចាំចំពោះសម្ដីអ្វីដែលបាននិយាយនេះសបញ្ជាក់ឲ្យឃើញថាប្អូនស្រីនាងជាមនុស្សស្មោះត្រង់ណាស់ដូច្នេះហើយយើងនឹងបំពេញបំណងឲ្យនាងទាំង3នាក់ដោយអ្វីដែលយើងបានស្ដាប់ឮកាលពីយប់មិញនេះដោយបងស្រីទី1នឹងបានคล้ายទៅជាប្រពន្ធនេះធ្វើនំប៉័ងពិសេសនិងនំសូកូឡាឲ្យយើងសោយរៀងរាល់ថ្ងៃទៅតាមសេចក្តីប្រាថ្នាចំណែកបងទី2របស់នាងយើងនឹងរៀបការឲ្យនាងបានคล้ายទៅជាប្រពន្ធនេះពិសេសស្ដេចចុងភៅប្រចាំរាជវាំងរបស់យើងចំណែកនាងពៅ
យើងនឹងលើកឲ្យធ្វើជាព្រះអគ្គមហេសីដែលមានព្រះនាមថាព្រះនាងស៊ុលតានចាប់ពីពេលនេះទៅគ្រាន់តែលើព្រះអង្គចេញរាជបញ្ជាបែបនេះភ្លាមបងប្អូនស្រីទាំង3នាក់ភ្ញាក់ផ្អើលជាខ្លាំងតែម្នាក់មិនហ៊ានប្រកែកនឹងរាជបញ្ជារបស់ព្រះអង្គទេក្រាបទូលព្រះអង្គនេះជាដំណើររឿងពិតពីដំបូងនៃនាងប៉ារីសាទស្អីគេប៉ារីសាទហ៎នេះហ៎ជារឿងដែលនាងចង់និទានឲ្យព្រះអង្គនិងម្ចាស់បងសាសនងស្ដាប់នោះវាជារឿងអត់ប្រយោជន៍លេះគ្រាន់តែពន្យាពេលឲ្យព្រះអង្គមិនសាររើរឿងក្តីនេះតែប៉ុណ្ណោះនាងនេះល្បិចកលច្រើនណាស់ខុសហើយព្រះនាងសាមន្ត្រាបើព្រះនាងស្ដាប់រឿងនេះបន្ត